ភាពល្ងងនេះណាញាតិញោមអានឹងជាសត្រូវដ៏ធំសម្រាប់យើងជាគ្រោះថ្នាក់សម្រាប់យើងណាញាតិញោមដល់បានទេញាតិញោមស្ដាប់តោះដល់ភាពល្ងងជាគ្រោះថ្នាក់សម្រាប់ជាតិដូចអាត្មាលើកពីម្សិលមិញអញ្ចឹងសង្គ្រាមកើតឡើងគេត្រូវការថាបើសង្គ្រាមវាកើតឡើងវាប្រកាសជាត្រូវការអាវុធទំនើបនិងអ្នកចេះប្រើអាវុធអស់នឹងហើយឯញនេះអត់យល់ឃើញអញ្ចឹងទេគិតដល់ពីរឿងបើកសោចក្រវ៉ាល់អាត្មាថាម្សិលមិញថាលេងសើចផងហ្នឹងនាំគ្នាទៅមុខប្រាសាទអង្គរវត្តបើកសោចក្រវ៉ាល់ដល់តែបោកល្មិចទ្វារវាធំពេកក៏មិនដឹងចូលទូកុងតូណូមិនចេះតិចខាងថ្មតាឥឡូវហ្នឹងបើកឡើងបើកចុះអានោះវាថាវានឹងមានសង្គ្រាមលើកទី3ទៀតណាអាត្មាចេះនិយាយទៅវិញបិទទៅវិញទៅហេមិនទៅបើកទេហេរឿងនេះជាជំនឿហើយជំនឿខ្លះវាអត់អាចហុចផលល្អមកឲ្យយើងទេណាញាតិញោមណាអត់អាចហុចផលល្អមកឲ្យយើងពេកផ្ទុយទៅវិញវាជាគ្រោះថ្នាក់ទៀតផងណែត្រូវចាំណានៅថៃក៏គេមានអាជំនឿអីអស់ទាំងនឹងដែរប៉ុន្តែគេមិនបានផ្ដេកផ្ដួលដូចយើងទេសេដ្ឋកិច្ចនយោបាយទំនើបកម្មសពាវុធរបស់គេវាទំនើបវាល្អបានគេអាចមកទន្ទ្រានយើងបាននៅពេលណាដែលគេមកឈ្លានពានយើងជាការបង្ហាញថាមិនមែនគេខ្លាំងទេមកពីយើងវាអន់ជាងគេទៅបានគេសន្ទ្រប់យើងបានតន់កន្លែងហ្នឹងឯងញាតិញោមពេលខ្លះអន់ចិនហូមើលគេមើលងាយខ្ញុំមើលគេយកដីខ្ញុំមើលគេបៀតបៀនខ្ញុំមកកុំបន្ទោសគេថាមកពីយើងវាអន់ជាងគេកន្លែងណាមួយទៅគេអាចហ៊ានរំលោភបំពានយើងបាន